នៅក្នុងឃ្លាំងសម្ងាត់មួយលើមេឃអាវុធល្បាញអស្ចារ្យភ្លឺរលោងហើយមីរ៉ាចូលទៅក្នុងទ្រនាប់នោះដោយសេចក្តីភ្ញាក់ផ្អើលចិនពីធូលីផ្កាយញាក់ផលិតល្បាញអវកាសបង្ហាញខ្លួនបន្លឺសិល្បៈព័ទ្ធជុំវិញមីរ៉ាប្រើចិត្តភ័យតិចមើលទៅបន្ទាប់មករូបតូចមួយឈ្មោះ Starbuck ភ្លឺឡើងហើយចាប់ផ្ដើមដើរដោយខ្លួនឯងបង្កើតភាពអស្ចារ្យជាងមុនអ្នកផលិតល្បែងបង្ហាញផែនទីអវកាសធំមួយពោពេញដោយផ្លាកសញ្ញានិងគ្រឿងបន្លាក់របស់យន្តមិនទាន់ចប់ពួកគេទាំង3ដើរចូលទៅក្នុងច្រកភ្លឺចាំងដែលនាំទៅរករងចាស់ផ្កាយដោយឆ្លងកាត់ពន្លឺរំពាត់នៃអវកាសในចុងច្រកគឺមានយន្តផ្កាយធំមួយដែលឈប់ដំណើរការមីរ៉ានិង Starbuck ចូលទៅពិនិត្យវាដោយក្តីចង់ដឹងដោយការណែនាំពីអ្នកផលិតល្បែងមីរ៉ាបញ្ចូលឧបករណ៍តូចភ្លឺបំភ្លឺហើយ Starbuck ផ្ញើពន្លឺបន្តិចយន្តចាប់ផ្ដើមភ្លឺឡើងវិញនៅពេលយន្តបាក់ឡើងវិញអវកាសភ្លឺរលោងហើយល្បែងថ្មីៗកើតចេញពីពន្លឺនេះហើយជារហ័សយន្តរបស់អ្នកផលិតល្បែងអវកាស